បាទសូមស្វាគមន៍មកកាន់ Cambodia Tutorial Online សាជាថ្មីបាទអញ្ចឹងក្នុងវីដេអូនេះយើងនឹងធ្វើការជួបគ្នាជាមួយនឹងមេរៀនបន្តទៀតរបស់ PHP បាទអញ្ចឹងវីដេអូមុនយើងបានសិក្សាទៅលើការបង្កើតនៅbasic ឬក៏ first project របស់យើងបាទ project ដំបូងរបស់យើងនឹងសិក្សាទៅលើ syntax basic មូលដ្ឋានរបស់យើងណាអញ្ចឹងវីដេអូបន្ទាប់នេះយើងនឹងធ្វើការសិក្សាទៅលើការប្រើប្រាស់ comment បាទ comment អញ្ចឹងយើងប្រកាសជាស្គាល់ហើយ comment អ្វីដែលជា comment នៅក្នុងភាសា programming ស្អីក៏ដោយក៏តែងតែមានដែរ comment បាទគេថា comment គឺមានន័យថាយើងរំលងកូដឬក៏យើងមិនចង់ឲ្យកូដជួរណាមួយវាដំណើរការទេបាទគឺយើងប្រើប្រាស់ comment ទៅបាទដូចជាការសម្គាល់បាទពេលខ្លះយើងធ្វើការសម្គាល់ទៅលើទីតាំងកូដយើងចង់បញ្ជាក់ថាកូដនេះ block នេះប្រើសម្រាប់ធ្វើអីបាទអញ្ចឹងយើងទៅសេសម្គាល់ខ្លួនឯងដើម្បីចំណាំបាទឬមួយទៀតអ្នកខ្លះគាត់ប្រើ comment គឺដើម្បីតេស្តកូដបាទគាត់ចង់តេស្តកូដបាទតែគាត់ខ្ជិលសរសេរគាត់ខ្ជិលលុបច្រើនដងអញ្ចឹងគាត់បាទគាត់អត់ចង់លុបគាត់អត់ចង់ copy paste ទេគឺគាត់ block កូដនឹងសិនបាទ block កូដនឹងកុំឲ្យដំណើរការសិនឲ្យវាដំណើរការកូដផ្សេងបាទរួចតេស្តអាហ្នឹងហើយដើម្បីអឺបិទកូដដំណើរការនេះទៅឲ្យដំណើរការកូដជួរណាមួយផ្សេងទៀតបាទអញ្ចឹងនេះគឺជាបច្ចេកទេសផ្សេងៗរបស់programmer របស់យើងដែលគាត់ប្រើប្រាស់ comment បាទក្នុងគោលបំណងផ្សេងៗគ្នាបាទតោះឥឡូវអញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងនៅក្នុងភាសា programming ឬក៏ programming language ណាក៏វាមាន comment code ដែរណាដើម្បីងាយស្រួលសម្រាប់ developer គាត់ដំណើរការតែអញ្ចឹងនៅក្នុង PHP ក៏យើងមានជា comment ការប្រើប្រាស់ comment នឹងដែរដើម្បី block code មិនឲ្យដំណើរការហ្នឹងឬក៏សម្គាល់ block code ណាមួយបាទអញ្ចឹងតពីលំហាត់page យើងចាស់មេរៀនមុនគឺខ្ញុំនឹងធ្វើការអឺធ្វើតពី project នេះតែម្ដងណាបាទអញ្ចឹងខ្ញុំបង្កើត eco ថ្មីមួយទៀតអឺ this បាទ sample about this is a earn example of quotation បាទ quotation ឬក៏ quotation of comment បាទ comment in PHP code បាទអូខេអញ្ចឹងខ្ញុំ save សិនបាទ Ctrl S មកយើងតេស្តមួយបាទអញ្ចឹងអូខេខ្ញុំចុះបន្ទាត់មួយសិនអញ្ចឹងចុះបន្ទាត់ខ្ញុំដាក់ក្នុងនេះមកខ្ញុំបង្កើតeco ថ្មីបាទយើងដាក់នៅមុខបាទ save មកបាទអញ្ចឹងយើងធ្វើការ block code នេះបាទទីយើងធ្វើការ block code នេះមិនឲ្យដើរទេបាទព្រោះឥឡូវមិញយើងដាក់ឧទាហរណ៍យើងថែមមួយជួរទៀតបាទឥឡូវខ្ញុំធ្វើការ block code នេះមិនឲ្យដំណើរការគឺមិនឲ្យវា output មកក្រៅបាទអញ្ចឹងនៅក្នុងការប្រើប្រាស់ comment នៅក្នុង PHP យើងមាន2ណា comment ទី1គឺ comment ម្ដងមួយជួរមួយ line បាទមួយជួរឬមួយ line អញ្ចឹងក្នុងនេះខ្ញុំធ្វើការបាទដើម្បី comment ឬ block code មកឲ្យដំណើរការមួយជួរយើងប្រើសញ្ញាធំជាងសំទោសសញ្ញា slash បាទសញ្ញា slash ពីរដងបាទសញ្ញា slash ពីរដងគឺយើងនឹងធ្វើការបិទនៅកូដមកឲ្យដំណើរការអញ្ចឹងខ្ញុំធ្វើការដាក់ slash ពីរដងនៅមុខ echo this is an example of commenting in PHP ហ្នឹងអញ្ចឹងកូដមួយជួរនេះវាអត់ដំណើរការទេអត់ដំណើរការមានន័យថាវាអត់បង្ហាញទៅលើ page របស់យើងណាបាទនេះទាបឲ្យឆេះបាទទៅទៀតខ្ញុំទៅ refresh page មកវានឹងបាត់បាទវានឹងបាត់ចឹងមានថាវាអត់ output ទេវាអត់ echo វាអត់ output មកទេដោយសារខ្ញុំបាន comment block កូដនេះមិនឲ្យដើរហើយបាទអញ្ចឹងយើងប្រើសញ្ញា slash ពីរដងបាទអញ្ចឹងបើខ្ញុំលុបសញ្ញា slash ពីរដងហ្នឹងវិញ save បាទអញ្ចឹងpage របស់យើងនឹងកូដរបស់យើង execute ចេញមកវិញបាទបន្តទៅទៀតនៅក្នុងករណីយើងចង់ block កូដណាឬក៏ comment កូដម្ដងច្រើនជួរបាទម្ដងច្រើនជួរព្រោះយើងចង់ comment កូដច្រើនជួរយើងមិនអាចទៅអង្គុយវាយបាទគ្រប់ជួរបានទេបាទមិនអាចទៅវាយគ្រប់ជួរបានទេអញ្ចឹងទេយើងធ្វើការយើងមាន syntax មួយទៀតក្នុងការ comment code ឬ block code បានម្ដងច្រើនជួរបាទអញ្ចឹងខ្ញុំឧទាហរណ៍ឧទាហរណ៍ទាំងអស់នេះមកទៅបាទខ្ញុំនឹងបិទពីរជួរនេះបាទខ្ញុំធ្វើការបិទពីរជួរនេះមិនឲ្យឃើញណា
ចឹងដើម្បីបិទពីរជួរគឺយើងទៅលើជួរដែលយើងចង់បិទហ្នឹងមកហើយយើងប្រើសញ្ញា slash ហើយនឹងសញ្ញាផ្កាយបាទអញ្ចឹងអ្វីដែលនៅក្នុងចន្លោះបន្ទាប់ពី slash ហើយផ្កាយវានឹងធ្វើការបិទ block code ហ្នឹងមិនឲ្យ execute ទេដំណើរការទេបាទអញ្ចឹងបើយើងចង់ block ប្រមាណជួរបានទៅសំខាន់ដល់ត្រង់ចំណុចណាដែលយើងចង់ block code ហ្នឹងគឺយើងបិទវិញបិទសញ្ញាផ្កាយហើយសញ្ញា slash ហ្នឹងវិញបាទអញ្ចឹងវាមានលក្ខណៈពណ៌ចេញមកគឺ slate ដោយអា comment មួយជួរវិញក៏ដូចគ្នាដែរបើយើងប្រើសញ្ញា backslash ពីរដងអា code ដែលវាអត់ execute ហ្នឹងគឺវា slate ហ្នឹងមានន័យថាបាទអត់ execute ទេបាទអញ្ចឹងអានេះខ្ញុំធ្វើការ execute ចង់ទៅសេអីក៏បានក្នុងនេះគឺគ្រាន់តែជា comment ទេគ្រាន់តែជា comment ទេវាអត់ execute ទេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំសាកទៅសរសេរមកនៅក្នុង block នេះគឺវាអត់ execute ទេបាទ this is the example of comment in multi line បាទ code in PHP បាទអញ្ចឹងនេះគឺជាឧទាហរណ៍ពីការ comment ទៅលើ line ច្រើនណាចូលបន្ទាត់ច្រើននៅក្នុង PHP បាទអញ្ចឹងយើង save មកអញ្ចឹងអាពីរជួរនេះគឺវានឹងអត់បង្ហាញទៅលើ page របស់យើងទេវាបង្ហាញតែពាក្យថា this is the first code ហើយនឹង hello world ប៉ុណ្ណឹងបាទពីរជួរនេះវាបាត់ចេញពី page របស់យើងបាទនេះអញ្ចឹងវាថា comment បាត់ពី website របស់យើងបាទអញ្ចឹងនេះគឺជាវីដេអូបង្ហាញពីការប្រើប្រាស់ comment នៅក្នុង PHP បាទអញ្ចឹងមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ